មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងឆ្មក់ចាប់បានសត្វព្រៃចាគឺ3ប្រភេទទម្ងន់សរុប60គីឡូក្រាមនៅផ្សារសាមគ្គីនៅព្រឹកថ្ងៃទី18មិថុនាមន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តបានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យនិងបង្ក្រាបបទល្មើសសត្វព្រៃនៅក្នុងផ្សារសាមគ្គីក្នុងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងដោយបានរកឃើញដកហូតសត្វព្រៃ3ប្រភេទមានសាច់ជ្រូកព្រៃសាច់ឆ្លុះនិងសាច់ប្រមាដែលមានទម្ងន់ប្រមាណ60គីឡូក្រាមប្រតិបត្តិការនេះក្នុងគោលបំណងទប់ស្កាត់និងបង្ក្រាបការជួញដូរដឹកជញ្ជូននិងលក់សត្វព្រៃខុសច្បាប់ស្របតាមច្បាប់ស្តីពីព្រៃឈើនិងការអភិរក្សជីវៈចម្រុះបន្ទាប់ពីការដកហូតសាច់សត្វព្រៃទាំងអស់ត្រូវបានយកទៅដុតកម្ទេចចោលមន្ត្រីជំនាញបានបញ្ជាក់ថាមុនពេលសមត្ថកិច្ចទៅដល់ទីតាំងបង្ក្រាបអ្នកលក់សាច់សត្វព្រៃបានដឹងខ្លួនមុននឹងរត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមបច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវដើម្បីស្វែងរកអ្នកពាក់ព័ន្ធយកមកអនុវត្តតាមផ្លូវច្បាប់មន្ត្រីជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់និងការដឹកជញ្ជូនការជួញដូរនិងការបរិភោគសត្វព្រៃខុសច្បាប់ដើម្បីរួមចំណែកអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយចានេះគឺជាសាច់សត្វព្រៃមានជ្រូកព្រៃមានឆ្លុះមានប្រមាកម្មប្រមាចឹងណាចាកម្មប្រមាមានអ្នកគេចូលចិត្តហូបប៉ុន្តែមិនមែនតែនទៅដូចជាគ្មានលើសសាច់ជ្រូកសាច់ត្រីសាច់គោអីទេចាបាទដូច្នេះសាច់សត្វព្រៃនេះកុំមានទំនោរថាញ៉ាំទៅពៅកម្លាំងហូបទៅពៅមិនទេសត្វចិញ្ចឹមដែលយើងទិញនៅផ្សារដែលគេលក់នេះគឺពៅដូចគ្នាបាទពៅដូចគ្នាអញ្ចឹងយើងរក្សាអភិរក្សទៅហើយស្រុកគេសត្វអស់ហ្នឹងសូម្បីយើងទៅជិះទៅរៀនទៅអីក៏ឃើញញឹកញយដែរអញ្ចឹងយើងបន្តអភិរក្សបានច្រើនទៅទុកឲ្យកូនចៅជំនាន់ក្រោយ